សួស្តីបងប្អូនអរគ្នាមកមើលការបង្ហាញពីវិវការតកង់តាក់3ពូ3បន្តទៀតបាទក្នុងចំណុចនេះគឺខ្ញុំបង្ហាញពីប្រភេទកង់តាក់ប្រភេទកង់តាក់ជើង4នេះវិញណាកង់តាក់ចុច3តែប្រភេទជើង4នេះវិញបើប្រភេទជើង2ធម្មតាខ្ញុំបានធ្វើការបង្ហាញបន្តទៀតទេព្រោះដោយសារអីខ្ញុំបានធ្វើប្រភេទកង់តាក់ចុច2ហ្នឹងរួចហើយអញ្ចឹងដល់ចុច3ចុច4ចុចរហូតដល់5របៀបតរបស់វាក៏ដូចតែគ្នាទេបាទតែខ្ញុំលើកឡើងប្រភេទកង់តាក់មួយនេះវាខុសប្លែកបន្តិចហ្នឹងហើយព្រោះនេះវាទៅតែនឹងចេញទេហើយជាមានបងប្អូនធ្លាប់ជួបហើយបាទតោះសូមមើលពីរបៀបនៃការភ្ជាប់ទាំងអស់គ្នាបាទមកត្រង់ចំណុចនេះគឺខ្ញុំមានអំពូលដល់ទៅ3អញ្ចឹងខ្សែអំពូលទាំង3ហ្នឹងគឺរត់ចូលទៅក្នុងជើងកង់តាក់ទាំងអស់មកបាទហើយបន្តមកទៀតបងប្អូនធ្វើការប្រមូលខ្សែម៉ាស់បាទនេះបងប្អូនយកប្រមូលខ្សែម៉ាស់គឺហៅថាខ្សែណឺតខ្សែណឺតមេខ្សែណឺតអំពូលទាំង3ហ្នឹងមកគប់ចូលគ្នាហើយមករុំស្គត់ចំហបាទអញ្ចឹងយើងនៅសល់ខ្សែចំនួន4បាទឬសល់ខ្សែចំនួន4អញ្ចឹងមានន័យថាខ្សែអំពូល3ហើយខ្សែមេ1ណាខ្សែអំពូល3ខ្សែមេ1អញ្ចឹងទៅជាមួយកង់តាក់នេះយើងអត់មានធ្វើការប៉ុងអីទេអញ្ចឹងយើងគ្រាន់តែយកខ្សែមេមកដាក់ជាមួយនឹងជើងខាងនេះបាទជើងខាងក្រោមនេះអញ្ចឹងបងប្អូនជាទូទៅនៅក្នុងនេះគេបានដាក់អក្សរដើម្បីចំណាំរួចហើយគឺមើលដាក់មានសញ្ញាជាអក្សរដើម្បីឲ្យយើងដឹងណាបាទនេះ L ហ្នឹងក៏ប៉ុន្តែជាភ្លើងបងប្អូនត្រូវមើលណាភ្លើងនេះគេដាក់នេះ L1 L2 L3 ខាងលើនេះមិនមែនជាភ្លើងទេវាទៅជាអំពូលវិញអង់គ្លេសថាជា line បាទអំពូលភ្លើងអញ្ចឹងអំពូលទី1អំពូលទី2អំពូលទី3បាទហើយចំណែកខ្សែមេនេះគឺជាដាក់តែមួយទេហើយក្នុងការ connect ចុះគេ connect ជាប់ខាងក្នុងរួចជាស្រេចហើយធ្វើប្រើជាមួយកង់តាក់ពេលនេះគឺងាយស្រួលច្រើនយើងមិនកំប៉ុងញ៉ៃច្រើនហ្នឹងណាបាទហើយបន្តមកបងប្អូនគាត់ដាក់ភ្ជាប់ចូលខាងនេះមកខ្ញុំបានធ្វើការភ្ជាប់រួចហើយអញ្ចឹងយើងនៅសល់ខ្សែ3ទៀតណាបាទខ្សែ3ទៀតអញ្ចឹងខ្សែ3ហ្នឹងក៏អត់មានអីគួរឆ្ងល់ទេខ្សែ3គឺខ្សែអំពូលហើយអញ្ចឹងយើងដាក់តាមជើងខាងលើនេះអំពូលទី1អំពូលទី2អំពូលទី3អញ្ចឹងមកអូខេឥឡូវនេះខ្ញុំបានភ្ជាប់រួចហើយកុំឆ្ងល់អីជាមួយហេតុតែបានខ្សែនេះពណ៌ខុសគេព្រោះដោយសារខ្ញុំអត់មានខ្សែពណ៌ក្រហមអញ្ចឹងហើយយើងដាក់ចំនួនវាខ្សែពណ៌សវិញទៅណាបាទតមកទៀតគឺយើងធ្វើការធ្វើតេស្តវាមើលតើវាដំណើរការភ្លឺទាំង3ឬអត់អញ្ចឹងណាអូខេនៅពេលនេះខ្ញុំបានភ្ជាប់ភ្លើងហើយបើក digital រួចហើយអញ្ចឹងថាយើងធ្វើការតេស្តអស់នេះបាទភ្លើងហើយទូពូទី1ពូទី2ពូទី3បាទភ្លើងទាំង3ហើយអូខេដឹងហើយឥឡូវមានតែប៉ុណ្្នឹងទេហើយសូមចាំទស្សនានៅវីដេអូបន្តទៀត